មិត្តសម្លាញ់រហូតក្នុងជីវិតកូនជាទីស្រឡាញ់កូនធ្លាប់គិតដែរទេថាមិត្តដែលល្អជាទីបំផុតរបស់មនុស្សយើងគឺសៀវភៅជាមិត្តរបស់យើងបានគ្រប់ពេលវេលាមិនថាពេលសុខពេលទុក្ខពេលសោកសៅឬក៏ពេលអបសុខឡើយរមែងជាប់តាមយើងទៅបានគ្រប់ទីកន្លែងទោះជានៅព្រៃនៅភ្នំនៅកណ្ដាលសមុទ្រហើយរហូតដល់តែមែនទែនគឺនៅក្នុងបន្ទប់គេងមិនថាកូនជាអ្វីកូននៅក្នុងទីណាកូនកុំចោលសៀវភៅបើកូនចោលសៀវភៅគឺស្មើគ្នានឹងចោលមិត្តដ៏ល្អរបស់កូនចូលកូនជាយាមអានសៀវភៅឲ្យច្រើនហើយកូនត្រូវចេះជ្រើសរើសសៀវភៅសម្រាប់អានកុំឲ្យខាតពេលពាក្យទូមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធដែលកូនបានអានបានស្ដាប់គឺជាផែនទីនៃជីវិតរបស់កូនសៀវភៅល្អមួយក្បាលស្មើនឹងមិត្តល្អម្នាក់សៀវភៅអ្វីដែលកូនអានហើយចូលកូនពិចារណាថាគួរជឿតាមអ្នកសរសេរឬក៏មិនជឿព្រោះអ្នកសរសេរមានច្រើនប្រភេទមានការគិតនិងចំណេះដឹងផ្សេងគ្នារីឯចេតនាក៏ផ្សេងគ្នាដែរដូច្នេះកូនត្រូវពិចារណាឲ្យច្រើនកុំតន់អាលជឿចូលកូនចាំទុកថាសៀវភៅគឺជាគូក្បាលរបស់អ្នកសរសេរដូច្នេះបើកូនអានសៀវភៅល្អឈ្មោះថាជាការបញ្ចូលគូក្បាលរបស់អ្នកចេះដឹងមកក្នុងគូក្បាលរបស់កូនទោះជាពេលថ្ងៃក៏ដោយក្នុងផ្ទះរមែងងងឹតបើគេបិទទ្វារបិទបង្អួចអស់យ៉ាងណាបើកូនបិទភ្នែកបិទវិជាពោលគឺមិនអានមិនស្ដាប់នៅភាសារបស់អ្នកចេះដឹងទេវិញ្ញាណរបស់កូននឹងត្រូវងងឹតដូចជាផ្ទះដែលបិទជិតយ៉ាងនោះឯងដើម្បីឲ្យបានទៅជាមនុស្សល្អកូនត្រូវ1ស្វែងរកការចេះដឹងមកដាក់ខ្លួនកុំចំណាយពេលវេលាឥតប្រយោជន៍2ប្រព្រឹត្តតាមការចេះដឹងយកការចេះដឹងជានាយកនៃជីវិតកុំឲ្យតណ្ហាដឹកនាំជីវិតឡើយចូលកូនសម្លាញ់ធ្វើជាមិត្តរបស់អ្នកប្រាជ្ញទាំងឡាយតាមរយៈនៃការអានសៀវភៅចុះសេចក្តីចម្រើននឹងមានដល់កូនជាពិតប្រាកដ